រឿងពេប៉ូលីមីនុបឧបនិស្ស័យដាស់តឿនហើយចំណងគាត់ក៏គង់តែរបូតឯងក្នុងក្រុងរាជក្រឹស្នមានមានុម្នាក់ឈ្មោះពេប៉ូលីអាយុ20ឆ្នាំមានបុណ្យវាសនាជាអស្ចារ្យជាបុត្រកបិលមហាព្រហ្មថ្ងៃមួយមាតាបិតាគិតរកភរិយាឲ្យទើបបញ្ជូនព្រាន8នាក់ឲ្យដើរស្វែងរកស្ត្រីដែលបរិបូរណ៍ដោយលក្ខណៈពិសេសព្រានទាំង8នាក់បានយកគ្រឿងបណ្ដាការដើរសំដៅទៅនគរសាលកោក្នុងនគរនោះមានធីតាម្នាក់ឈ្មោះនាងផន្ទាកាពិលានីមានអាយុ16ឆ្នាំជាស្ត្រីមានរូបឆោមលោមពណ៌ល្អឆើតឆាយនិងមានបុណ្យវាសនាច្រើនជាបុត្រកោលិយៈកោតក្រៀមថ្លែងអំពីព្រាន8នាក់កាលនាំគ្នាទៅស្វែងរកនាងក្រមុំដែលមានលក្ខណៈបរិបូរណ៍បានទៅដល់ត្រកូលព្រាននោះហើយទើបសាកសួររឿងរ៉ាវពីការចងចាំចងស្ពានមានមេត្រីផ្លូវការរវាងពេប៉ូលីមានុបនិងនាងផន្ទាឲ្យមាតាបិតាស្គាល់ឯមាតាបិតានាងក៏បានលើកនាងឲ្យពេប៉ូលីតាមពាក្យស្ដីដណ្ដឹងរបស់ចៅមហាទាំង8នាក់ទើបហៅចៅមហាលើកគ្រឿងបណ្ដាការជូនជាស្រេចហើយនាំដំណើរនោះទៅជម្រាបកបិលព្រានថាធីតាបរិបូរណ៍ដោយលក្ខណៈខ្លួនដើរស្វែងរកហើយនៅឯនគរសាគលជាធីតាកោលយៈព្រានឯពេប៉ូលីស្ដាប់ឮពាក្យនោះហើយជាអ្នកឥតត្រូវការសោះរឿងប្រពន្ធទើបសរសេរសម្បត្តិមួយលាយលក្ខជាអក្សរផ្ញើទៅប្រាប់នាងផន្ទាថានាងផន្ទាចូលនាងរកបុរសណាដែលមានជាតិត្រកូលនិងសម្បត្តិឲ្យសមរម្យតាមអធ្យាស្រ័យរបស់នាងធ្វើជាស្វាមីចុះចំណែកខ្ញុំសូមលានាងទៅបួសហើយនាងកុំក្តៅក្រហាយស្ដាយក្រោយឡើយនាងផន្ទាក៏សរសេរសម្បត្តិមួយច្បាប់ផ្ញើទៅពេប៉ូលីមានុបវិញដែរសេចក្តីសម្បត្តិក៏ដូចគ្នាពេលសរសេរក៏ត្រូវគ្នាថ្លែងពីអ្នកនាំសារ2នាក់ដែលទទួលបង្គាប់យកសម្បត្តិទៅឲ្យម្ចាស់រៀងខ្លួនបានជួបគ្នាពាក់កណ្ដាលផ្លូវក៏សាកសួរដំណើរដើមតងសពគ្រប់ប្រការទើបស្រស់ស្រួលចិត្តគ្នាហើយសម្បត្តិទាំងពីរមើលដឹងសេចក្តីអស់ក៏ហើយសម្បត្តិនោះចោលហើយសរសេរសារជាថ្មីមានសេចក្តីរៀបរាប់ពីស្នេហារួមរស់មេត្រីភាពរវាងអ្នកទាំងពីរទើបនាំសម្បត្តិคล้ายនោះទៅឲ្យពេលរៀបមង្គលការហើយជនទាំងពីរ
បរិភោគបាយល្ងាចរួចកាលណាក៏ចូលទៅកាន់ដំណេកតាមប្រពៃណីនិយមតែមិនបានរួមសង្វាស់ដោយជនដតីឡើយគឺមាណពចូលដេកខាងស្ដាំនាងផន្ទាដេកខាងឆ្វេងជនទាំងពីរខ្លាចប៉ះសម្ផស្សកាយគ្នាណាស់ក៏យកកម្រងផ្កាពីរមកដាក់ពាក់កណ្ដាលដំណេកទោះខំថ្មិចភ្នែកយ៉ាងណាក៏ឥតមានលក់សោះឡើយអស់ពេលពេញមួយយប់ពេលថ្ងៃទៀតសោតក៏មិនដែលញញឹមរកគ្នាដែរជនទាំងពីរនាក់នេះជាអ្នកនៅគ្រប់គ្រងផ្ទះមិនបានច្រឡូកច្រឡំដោយលោកាមិសៈឡើយជាអ្នកមានគំនិតស្របគ្នាពេលអំណោះអំពីមាតាបិតាទៅក៏និយាយគ្នាថាភពទាំង3នេះប្រកបដោយផ្ទះដែលភ្លើងឆាឆេះរៀលច្រាលឆ្អិនឆ្អៅដូច្នេះគួរយើងទៅបួសកំខានទើបនាំគ្នាទិញសម្ពុតកាសាវៈនិងបាតដីពីផ្សារមកហើយកាត់កោសក់ពុកមាត់តាំងសេចក្តីអធិដ្ឋានថាបើលោកណាជាព្រះអរហន្តវិសេសក្នុងលោកនោះយើងទាំងពីរសម្ដៅនេះឯងហើយបូជាស្រេចក្នុងពេលដែលអធិដ្ឋានហើយច្រកបាតក្នុងស្លោកបាតស្ពាយលើស្មាយាត្រាចាក់ប្រាសាទដោយគ្មានក្តីអាល័យបន្តិចឡើយពេលពូលីមាណពដើរមុខបានឃើញផ្លូវបែកជាពីរក៏និយាយទៅកាន់នាងផន្ទាថាណែប្អូនមហាជនដែលមានចិត្តប្រទុះនឹងយើងបើឃើញយើងបួសហើយដើរនៅជាមួយគ្នាយ៉ាងនេះមុខជាគេតេះដៀលថាមើលណគាត់នេះបួសហើយនៅយកគ្នាជាប្តីប្រពន្ធដែរមុខជាបួសបំពេញអបាយភូមិដោយពិតបើដូច្នេះនាងដើរទៅផ្លូវមួយខ្ញុំដើរទៅផ្លូវមួយនាងផន្ទាពោលវិញថាបបិទ្ធដូច្នោះមែនមាតុក្រាមជាមន្ទិលដល់នេខមៈថាដូច្នេះហើយក៏ដើរប្រទក្សិណពេពុលិ3ជុំថ្វាយបង្គំប្រកបដោយអង្គ5ហើយលើកក៏ប្រណម្យពូលថាអ្នកបងមិត្តសម្លាញ់ដែលយើងសន្សំមកអស់កាលប្រមាណ100,000កាប់ហើយឥឡូវត្រូវបែកគ្នាពេលនេះដោយអ្នកបងជាមនុស្សខាងស្ដាំផ្លូវគួរដើរគឺផ្លូវខាងស្ដាំចំណែកខ្ញុំជាមាតុក្រាមប្រកបដោយជាតិខាងឆ្វេងខ្ញុំត្រូវដើរតាមផ្លូវខាងឆ្វេងលុះពោលយ៉ាងដូច្នេះហើយក៏សម្ពុតសំពះពេពុលិមាណពដើរចេញទៅតាមផ្លូវរៀងខ្លួនកាលជនទាំងពីរដើរបែកផ្លូវគ្នាយ៉ាងនេះមហាប្រតិពីក៏កម្រាស់ដល់ប្រាស់ក៏កម្រើករំពើកញាប់ញ័រជាអស្ចារ្យហាក់ដូចជានិយាយបានមិនអាចទ្រគុណរបស់អ្នកទាំងពីរបានទេទាំងអាកាសវេហាទៀតសោតក៏លន់លឺរំពងត្រហឹងអឹងកងដោយស្នូរន្ទះបាញ់ឈិងឆាំងកណ្ដាលភ្នំចក្រវាល
ក៏លន់ក៏ក្រើកបញ្ចេញសំឡេងស្ងើចសរសើរជាមហិមាពេលនោះឯងព្រះសម្មាសម្ពុទ្ធទ្រង់ប្រផាប់ក្នុងកន្តកុដនាវត្តវេលវ័នទ្រង់ព្រះសណ្ដាប់ស្នូប្រក្រឹកកក្រែងនៃអាកាសនុភាល័យផែនដីភ្នំចក្រវាលដូច្នោះទ្រង់រំលឹកមើលសពគ្រប់ស្ដេចក៏ជ្រាបរឿងរ៉ាវហើយទ្រង់ប្រដាប់បាតនិងចីវរចេញទៅទទួលអស់ផ្លូវចម្ងាយ3ជាវុធតែមួយព្រះអង្គឯងស្ដេចប្រដាប់បានប្រផាប់ក្រោមលុកជ្រៃមានកូនច្រើនជាចន្លោះក្នុងក្រុងរាជក្រឹសនិងនាលន្តក្រៀមឯពេពុលិឃើញព្រះសាស្តាក៏ចូលទៅថ្វាយបង្គំហើយអង្គុយក្នុងទីដែលសមគួរព្រះអង្គស្ដេចប្រទានព្រះឱវាទ3យ៉ាងដល់ពេពុលិនាមលុបជ្រៃនោះលុះចប់ព្រះឱវាទហើយពេពុលិក៏សុំបព្វជិឧបសម្បទាជាភិក្ខុភាវៈក្នុងសាសនមណ្ឌលនៅនាបឋិជន7ថ្ងៃក៏បានសម្រេចព្រះអរហន្តក្នុងថ្ងៃទី8ដោយអំណាចនៃការទទួលយកពុទ្ធឱវាទនោះឯនាងផន្ទាក៏ទៅកាន់សំណាក់ភិក្ខុនីសូមឧបសម្បទាជាភិក្ខុនីបានសម្រេចជាព្រះអរហន្តក្នុងកាលជាខាងក្រោយ